បាទខ្ញុំបាទសូមជម្រាបសួរពុកម៉ែមីមីងទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះពុកម៉ែមីមីងគឺថ្ងៃទី27បាទនៅក្នុងថ្ងៃនេះផងដែរបាទខ្ញុំបាទមានសុបិនខ្លីមួយដែរបាទមានកូនសុបិនមួយចែកជូនទៅកាន់ពុកម៉ែមីមីងគឺលើកថាមានគឺមានកម្មវិធីសម្ពោធផ្លូវមិនទេពុកម៉ែមីងកម្មវិធីសម្ពោធផ្លូវនៅខេត្តអញ្ចឹងណាហើយអាយដាមអ៊ុនចិនដែរនឹងគាត់ឡាប់មកសម្ពោធមកអីចឹងទៅហើយគេក៏បានរបៀបថាវែកផ្លូវយើងដើរកាត់ផ្លូវហ្នឹងគេឲ្យយើងដើរលឿនអីចឹងណាដើម្បីប្រញាប់ទៅអាយដាមគេមកអីចឹងទៅហើយខ្ញុំក៏បានចូលទៅដល់ក្នុងហាងកៅអៅមួយប្រពន្ធខ្ញុំបាទមួយប្រពន្ធខ្ញុំហើយប្រពន្ធខ្ញុំក៏បានមានអារម្មណ៍ថាគាត់ចង់ទិញកៅអៅខ្ញុំគាត់ក៏បានយកមកកញ្ចប់ថងដែលគេបត់ដាក់កៅអៅហ្នឹងមកកញ្ចប់មិនមែនមកកៅអៅមកផ្លេពុកម៉ែមីហើយក៏មិនមួយគឺខោកបយហ្នឹង45អាវ45ហើយទៅក៏លុកយកមកដើម្បីឲ្យខ្ញុំលែវបាទលែវមើលត្រូវអត់ទៅហើយខ្ញុំក៏ទាញចេញមកអាវសិតតែអាវប៉ិនអាវកូនខ្ញុំទាំងអស់អត់មានអាវខ្ញុំទេបាទមានដាក់មិនត្រូវទេអញ្ចឹងណាហើយខ្ញុំថាពាក់មិនត្រូវទេអាវទូចហើយគេក៏សួរខ្ញុំថាពាក់អាវអីខ្ញុំថាបើអាវយឺតអញ្ចឹងលេខ XL ហ្នឹងហើយបើអាវរបស់ពួកអាមេរិកខ្ញុំពាក់លេខ M អីចឹងណាហ្នឹងហើយគេក៏ទៅហៅខ្ញុំមកហើយអត់តបានដឹងអីទេពុកម៉ែមីងក៏ចប់សបិនរបស់ខ្ញុំតាមប៉ុណ្្នឹងឯងហើយក៏សូមអធិស្ឋានពុកម៉ែមីងសម្រាប់សន្មិញដែលអត់បានចេញសបិនបាទភាសាររវល់ផងភ្លេចផងពុកម៉ែមីងបាទហ្នឹងឯងចឹងក៏សូមដល់ពុកម៉ែមីងយកអធិស្ឋានបាទសូមអរគុណច្រើនសូមជូនពរហេងទាំងអស់គ្នា